ឃើញសុំរូបថតស្អាតអញ្ចឹងមិនមែនចំណាយលុយទិញទេណាកូនកុំច្រឡំអញ្ចឹងជាដំបូងគឺយើងរើសឡាំងដែលគេកវត្តចោលនឹងមកឡាំងនេះគឺខ្ញុំបានមកពីអ៊ំម្ចាស់ផ្ទះទេដោយសារតែអ៊ំម្ចាស់ផ្ទះរបស់ខ្ញុំគឺគាត់លក់អីវ៉ាន់ចាប់ហួយអីតិចតួចអីចឹងទៅហើយក៏ខ្ញុំសុំគាត់មកដើម្បីយកធ្វើជារបស់ប្រើប្រាស់ផ្សេងឬក៏ជារបស់ដែលខ្ញុំចង់ដេកបន្ទប់ឬក៏លក្ខណៈដូចជាសុំរូបថតបែបនេះអញ្ចឹងឯងមកបងប្អូនគ្នាដូច្នេះហើយយើងមិនចាំបាច់ចំណាយទៅទិញសុំដាក់រូបថតឬក៏សិទ្ធិវិខេតឬក៏បានសរសើរអីផ្សេងសញ្ញាបត្រអីទេយើងមានតែក្តារឡាំងគឺធ្វើតែបែបនេះមកបងប្អូនគ្នាយកទៅណាមិនអស់ហើយស្អាតទៀតសំខាន់ឲ្យតែយើងមានគំនិតក្នុងការច្នៃប្រឌិតឬក៏នឹកឃើញតែប៉ុណ្ណឹងទៅបែរហើយខ្ញុំមិនសូវបង្ហាញជាលម្អិតនៅក្នុងវីដេអូនេះដោយសារតែគិតថាបងប្អូនគ្នាប្រហែលជាចេះពីព្រោះថានៅពេលដែលយើងចង់បានទំហំប៉ុណ្ណាយើងយកតែរូបថតឬក៏សញ្ញាបត្រឬក៏ជាសិទ្ធិវិខេតហ្នឹងយើងយកទៅវាស់ពុំដាក់ជាមួយនឹងគ្នាទៅហើយបន្ទាប់មកទៀតគឺយើងកាត់ជាបន្លោះក្តារហ្នឹងទៅរួចយើងធ្វើការដេកជុំវិញសងខាងហ្នឹងទៅដោយក្តារដេករបស់ខ្ញុំគឺអត់មានអីទេគឺក្តារឡាំងហ្នឹងដដែលយកវាមកហែជា2ជា3ទៅហើយបិទវាសងខាងដើម្បីធ្វើជាលក្ខណៈរចនាបថឬក៏មើលទៅឲ្យវាមានសោភ័ណភាពស្អាតគិតថាអ្នកនរគ្នាគិតថាវាស្អាតហើយអញ្ចឹងយើងចាំបាច់ធ្វើអីទៀតទេអញ្ចឹងយើងញាត់ជាមួយនឹងសញ្ញាបត្ររបស់យើងចូលមកដូចជាបានសរសើរបានអីអញ្ចឹងទៅអញ្ចឹងសម្រាប់ខ្ញុំអត់ចង់យកអ្វីដែលវាញ៉ៃច្រើនឬក៏ស្ញូញស្ញាញទេអញ្ចឹងខ្ញុំសុំតែប៉ុណ្ណឹងហើយខ្ញុំក៏បានញាត់ជាមួយនឹងសញ្ញាបត្របានសរសើររបស់ខ្ញុំគឺចូលនៅក្នុងសុំនេះតែម្ដងឥឡូវបើខ្ញុំតែប៉ុណ្ណឹងគឺរួចរាល់ជាការស្រេចហើយអ្នកនរគ្នាតែបើយើងក៏លេចមកមើលខាងក្រោយវិញគឺសភាពរបស់វាគឺមិនសូវស្អាតទេប៉ុន្តែយើងមិនចាប់អារម្មណ៍រឿងពីខាងក្រោយដោយសារតែយើងដាក់លើជញ្ជាំងទៅវាបាត់ហើយវាអត់ឃើញមកខាងមុខទៀតទេអញ្ចឹងអ្នកនរគ្នាក៏អាចធ្វើដូចខ្ញុំបានដែរដោយសារតែខ្ញុំអត់ចូលចិត្តវាមានលក្ខណៈពណ៌អីញ៉ៃទេតែបើសិនជាអ្នកនរគ្នាចង់បានពណ៌អ្នកនរគ្នាអាចយកវាទៅលាបពណ៌បានថាពណ៌អីក៏បានដែរហើយក៏ដាក់វាដេក័រលើសុំរូបថតថែមទៀតក៏បានដែរដូចជារូបមេអំបៅក៏រូបផ្កាអីជាដើមតែខ្ញុំចូលចិត្តលាបបែបហ្នឹងហើយក៏ចូលចិត្តពណ៌ហ្នឹងយកពណ៌កណ្ដាលឡើងតែម្ដងនេះគេហៅថាពណ៌ដីណាហើយចំណែកឯមួយផ្នែកទៀតគឺខ្ញុំបានលាបពណ៌ជាមួយនឹងពណ៌ខៀវហើយនឹងពណ៌ស្លែអញ្ចឹងទៅហើយមួយទៀតគឺពណ៌ខ្មៅអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ចេះដេក័រអីទេអ្នកនរគ្នាអាច comment សួរបាននៅខាងក្រោមវីដេអូនេះអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងអរគុណបងប្អូនគ្នាសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយបាយ